រឿនខ្មោចផ្ទះបឹងកក់គ្មានទ្វារចិនលោកដារ៉ូជាអ្នកសារព័ត៌មានម្នាក់ដែលល្បីខាងតាមដានករណីអាកំបាំងយប់នេះគាត់បានចូលទៅក្នុងអគារចាក់ទ្រុឌទ្រោមមួយនៅតំបន់បឹងកក់ដែលល្បីថាជាកន្លែងធ្វើឃាតកម្មដ៏សាហាវកាលពីប្រមាណឆ្នាំមុនដារ៉ូដើរឡើងទៅជាន់ទី3ដែលជាទីតាំងនៃហេតុការណ៍បង្ហូរឈាមបរិយាកាសត្រជាក់ស្រែបធំក្លិនអាប់នៃឈាមស្ងួតនិងធូលីដីពេលគាត់បាញ់ពិលទៅជុំវិញជញ្ជាំងគាត់ឃើញស្នាមក្រញាំដៃដ៏ធំខ្មៅជាច្រើនជាប់នៅតាមជញ្ជាំងដែលមើលទៅហាក់ដូចជាជនរងគ្រោះបានព្យាយាមលូនគេចចេញពីនរណាម្នាក់ពេលគាត់ថតរូបសម្លេងកាមេរ៉ាគាត់ដាច់ស្ងាត់ភ្លាមគាត់ងាកមកក្រោយហើយឃើញស្រមោលខ្មៅធំមួយកំពុងឈរនៅចុងច្រករបៀងវាមិនមែនជាខ្មោចស្លៀកពាក់សទេតែជាអ្វីមួយដែលគ្មានរូបរាងច្បាស់លាស់គ្រាន់តែជាម៉ាស់នៃភាពងងឹតដែលមានភ្នែកក្រហមឆ្អោបពីគូដារ៉ូភ័យស្លន់ស្លោរត់ទៅរកចិនដាតែស្រាប់តែចិនដាត្រូវបានបិទចិត្តដោយបន្ទះដែកច្រៃចាប់គាត់ជាប់អន្ទាក់គាត់ដឹងថាខ្មោចនោះគឺឃាតករដែលបានស្លាប់នៅទីនេះតែមិនបានទៅចាប់ជាតិហើយវាត្រូវការជនរងគ្រោះថ្មីនៅពេលនោះគាត់បានឮសំឡេងលូនបន្លឺដ៏គួរឲ្យក្អឿមរអឿមមកពីក្រោយខ្នងរបស់គាត់ស្រមោលខ្មៅនោះបានលូនចូលមកជិតវាបានចាប់ដៃដារ៉ូហើយបំបែកពិលរបស់គាត់បោកទៅនឹងដីភាពឈឺចាប់ខ្លាំងបានធ្វើឲ្យគាត់ស្រែកមុនពេលដារ៉ូដាច់ខ្យល់គាត់បានឮសំឡេងខ្សឹបដ៏ស្ងួតហួតហែងមួយលាន់ឮថាទីនេះគឺជាទីបញ្ចប់ដ៏សាហាវរបស់អ្នកព្រឹកឡើងអ្នកសារព័ត៌មានបានរកឃើញតែកាមេរ៉ាដែលបែកបាក់និងស្នាមក្រញាំឈាមថ្មីមួយគូទៀតជាប់នៅជញ្ជាំងដារ៉ូបានបាត់ខ្លួនទាំងស្រុងហាក់ដូចជាត្រូវខ្មោចហែកហួរចូលទៅក្នុងភាពងងឹតជារៀងរហូត